បសូមលំអរកាយគោរពជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពដែលកំពុងតាមដានទស្សនានៅកម្មវិធីមរតកដេជោបច្ចុប្បន្នពិតណាស់តំបន់អភិវឌ្ឍរុនត្អែកគឺជាគម្រោងមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំនៅភូមិឋានថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលសកម្មភាពនេះគឺជាការគិតគូរពីប្រាង្គប្រាសាទខ្មែរជាច្រើនដែលស្ថិតនៅក្នុងទឹកដីនៃខេត្តសៀមរាបជាពិសេសប្រាង្គប្រាសាទអង្គរវត្តដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ពីព្រោះថាវាជាដួងព្រលឹងរបស់ជាតិខ្មែរនិងជាមោទនភាពរបស់ជាតិខ្មែរទាំងមូលដែលគោលនយោបាយរៀបចំដីធ្លីនិងលំនៅឋានជូនបងប្អូនប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់អង្គរមកកាន់តំបន់រុនត្អែកនេះគឺនៅពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រីដែលលោកបានគិតគូរអំពីអ្វីដែលជាសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរហើយក៏គិតគូរផងដែរអំពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ប្ដូរពីតំបន់រមណីយដ្ឋានអង្គរនោះមកកាន់តំបន់ថ្មីរុនត្អែកនេះផ្ទាល់ហេដ្ឋារចនាសម្ព័ន្ធតាក់ទងនឹងអង្គរវត្តរមណីយដ្ឋានអង្គររបស់យើងនេះទាមទារនៅការអភិរក្សនិងថែទាំវាជាប្រចាំខ្ញុំពិតជាមានការលើកទឹកចិត្តដោយសារគ្រប់ស្ថាប័នបានធ្វើសកម្មភាពទាំងអស់តាំងពីវិស័យទឹកអគ្គិសនីប្រព័ន្ធទូរស័ព្ទហេដ្ឋារចនាសម្ព័ន្ធតែត្រូវសាងសង់ដូចជាសាលារៀនមន្ទីរពេទ្យក៏ត្រូវសាងសង់ការដឹកជញ្ជូនបងប្អូនមកកាន់ទីនេះជាបន្ទុករបស់យុទ្ធភូមិភាគទី4និងកងពលធំលេខ2ដើម្បីជួយដឹកជញ្ជូនឯការរៀបចំដីសម្រាប់កសាងលំនៅឋានជាបន្ទុករបស់កងវិស្វកម្មដេជោសៀមរាបខ្ញុំសូមបញ្ជាក់នៅកន្លែងនេះបន្តិចពីរនឹងត្រូវមានតំណែងហ្មងគ្នាបើដីធ្វើមិនតាន់រួចទេបងប្អូនកុំអាចចេញណាព្រោះมันអាចដឹកបងប្អូនទៅមកចាស់ចោលកន្លែងហ្នឹងទេខ្ញុំបានបញ្ជាក់រឿងហ្នឹងហើយបងប្អូនទៅចេះទៀមទាមុនពេលចេញមកទៅមកពិនិត្យមើលដីព្រោះកន្លែងខ្លះដីរបស់យើងវាមានតាំងពីគល់ឈើវាមានតាំងពីអកលុកហើយបើមិនតាន់ធ្វើអញ្ចឹងផងយើងមិននៅយ៉ាងម៉េចយើងមិននៅយ៉ាងម៉េចអញ្ចឹងពីរហ្នឹងទៅកាប់ជាប់គ្នាគេសម្រាប់ត្រូវទទួលបន្ទុករៀបចំដីឲ្យរួចកាលណារៀបចំដីរួចហើយគឺចាំបញ្ជាការយុទ្ធភូមិភាគទី2និងបញ្ជាការយុទ្ធកងពលធំបញ្ជាការយុទ្ធភូមិភាគទី4និងកងពលធំលេខ2ដឹកជញ្ជូននេះជាលក្ខខណ្ឌផ្សារភ្ជាប់គ្នាមកខាងធ្វើដីឲ្យហើយបើធ្វើដីឲ្យហើយចាប់ដឹកបើអត់មាននរណាដឹកកុំអាលចេញកុំមកប្រាប់ឲ្យបានកន្លែងហ្នឹងហើយកុំបន្ទោសប្រជាជនតានេះព្រមទៅមិនបើលោកឯងព្រមមកដឹកខ្ញុំអាហ្នឹងយើងឃើញចឹងថាព្រោះទៅដឹកអត់ព្រមទៅទេមូលហេតុអីមូលហេតុដីធ្វើអត់រួចផងចឹងខ្ញុំអត់ទៅទេចឹងពីរហ្នឹងត្រូវទៅជាប់គ្នាខ្ញុំបញ្ជាក់ឡើងវិញការឲ្យបងប្អូនប្រជាពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរនេះមិនមែនដើម្បីយកដីទៅលក់ឬក៏សាងសង់អគារឬក៏ធ្វើជាតំបន់ពាណិជ្ជកម្មអ្វីនោះទេត្បិតថាការរៀបចំផ្លាស់ប្ដូរប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរនេះគឺជាកិច្ចការដ៏សំខាន់និងចាំបាច់បំផុតក្នុងការបំពេញទៅតាមលក្ខខណ្ឌរបស់អង្គការ UNESCO ជាពិសេសការការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរដែលស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក
បច្ចុប្បន្ននេះឃើញថាមានសមិទ្ធផលនានានៅក្នុងតំបន់រុនតាឯកក៏ដូចជាតំបន់ពាក់ស្នែងគឺបានលេចរូបរាងជាបន្តបន្ទាប់ហើយមានដូចជាផ្លូវមន្ទីរពេទ្យសាលារៀនផ្សារបណ្ដាញទឹកស្អាតអគ្គិសនីដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ប្ដូរទីលំនៅនោះកាន់តែមានទំនុកចិត្តនិងបានចាប់ផ្ដើមកសាងលំនៅឋាននិងចាប់ផ្ដើមជីវភាពជាមួយនឹងកន្លែងរស់នៅថ្មីដ៏ស្រស់ស្អាតនេះយើងបានប្រែក្លាយពីដីទៅទេកន្លែងអត់មានអីទាំងអស់ទៅជាកន្លែងដែលមានហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាង100គីឡូ165គីឡូហើយក្នុងនោះយើងបានគ្រោងធ្វើផ្លូវកស៊ូឥឡូវផ្លូវបេតុងនិងផ្លូវកស៊ូធ្វើបាន45គីឡូហើយគ្រោងយើងធ្វើផ្លូវបេតុងតាមប្រព័ន្ធផ្លូវនេះបូកទៅផ្លូវខ្វាត់ខ្វែងនេះចូលជាង200ខ្សែជិត300ខ្សែបេតុង55ខ្សែហើយនឹងជាង100ខ្សែទៀតសម្រាប់200ខ្សែទៀតយើងធ្វើកស៊ូសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានប្រកាសដាក់ចេញនៅទិសដៅបន្តអភិវឌ្ឍតំបន់រុនតាឯកនៅក្នុងស្រុកបន្ទាយស្រីនៃខេត្តសៀមរាបនេះគឺធ្វើយ៉ាងណាឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀតពលនឹងប្រែក្លាយតំបន់នេះឲ្យទៅជាទីក្រុងរុនតាឯកដែលមានការអភិវឌ្ឍរីកចម្រើនខណៈដែលបច្ចុប្បន្នគឺមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនកំពុងតែបំពេញតម្រូវការនៅទីនេះផ្ទាល់តែម្ដងជាការពិតណាស់តំបន់រុនតាឯកនេះបានក្លាយទៅជាទីក្រុងមួយទៅហើយដែលកើតក្រោយនៅក្នុងខេត្តសៀមរាបប៉ុន្តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះគឺមិនយឺតជាងគេនោះទេជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍតាំងពីកន្លែងនេះនៅដីទទេគឺគ្មានអ្វីសោះឲ្យคล้ายទៅជាកន្លែងមួយដែលមានការអភិវឌ្ឍច្រើននៅហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែងជាច្រើនខណៈដែលប្រព័ន្ធទឹកស្អាតនិងអគ្គិសនីសម្រាប់ប្រើប្រាស់វិញក៏មានការតភ្ជាប់ផងដែរហើយថ្ងៃនេះខ្ញុំបានមកកាន់ទីនេះគឺដើម្បីបញ្ជាក់អំពីការបដិក្នុងការបន្តជំរុញកន្លែងនេះដើម្បីកសាងឲ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋនេះហើយជាកិច្ចការសំខាន់មកខាងពលឹងជាតិមកខាងអាយុជីវិតជាតិពលឹងជាតិគឺសំដៅទៅលើបេតិកភណ្ឌសម្បត្តិវប្បធម៌ដែលទុកឲ្យយើងជានិមិត្តរូបនៃជាតិរបស់យើងជីវិតជាតិរបស់យើងគឺប្រជាជនបើប្រជាពលរដ្ឋយើងស្លាប់ប្រជាពលរដ្ឋយើងវេទនាជាតិយើងក៏ស្លាប់ជាតិយើងក៏វេទនាក្នុង40ឆ្នាំនេះយើងបានជំរុញការអភិវឌ្ឍប្រទេសហើយខេត្តសៀមរាបពីខេត្តមួយដែលខេត្តមិនសូវមានពីដើមមកតែបច្ចុប្បន្នទៅជាកន្លែងមជ្ឈមណ្ឌលទេសចរហើយជានិមិត្តរូបនៃប្រទេសរបស់យើងដូចខ្ញុំនិយាយទៅក្រៅប្រទេសតែនិយាយយើងហៀខេត្តទៅហៅកម្ពុជាគេស្គាល់អង្គរវត្តពេលច្រើនគឺខេត្តសៀមរាបដែរបាទឥឡូវយើងរើប៉ុណ្ណឹងអញ្ចឹងតំបន់កន្លែងនេះក៏คล้ายខ្ញុំមើលកន្លែងនេះមិនមែនស្រុកធម្មតាទេហើយតាមពិតសម្រាប់តែជួបានឲ្យទៅដែរមិនមែនស្រុកទេកន្លែងនេះហេដ្ឋារចនារៀបចំនេះគួរទៅជាក្រុងហើយរៀបចំដើម្បីបំជាក្រុងតែម្ដងក្រុងរុនតាឯកនៅទីនេះបាទសមិទ្ធផលសំខាន់ដែលកើតមាននៅទីនេះគឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនបន្តមកដល់អាណត្តិថ្មីនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលលោកបានយកចិត្តទុកដាក់គិតគូរអំពីតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋដែលម្ខាងគឺគិតគូរអំពីបេតិកភណ្ឌវប្បធម៌របស់ជាតិខ្មែរគឺប្រាង្គប្រាសាទអង្គរវត្តនៅលើទឹកដីនៃខេត្តសៀមរាបដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយទទួលស្គាល់ដោយអង្គការ UNESCO នោះហើយម្យ៉ាងវិញទៀតគឺជាការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរមកកាន់តំបន់រុនតាឯកនេះធ្វើយ៉ាងណាឲ្យជីវភាពរបស់ពួកគាត់មិនមានការលំបាកហើយរស់នៅប្រកបដោយភាពសុខសាន្តហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែបន្តអនុវត្តនៅផែនការការងារចម្បងជាច្រើនទៀតដូចជាការសាងសង់នៅផ្លូវបេតុងខ្វាត់ខ្វែងការតបណ្ដាញអគ្គិសនីទៅតាមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋជាបន្តទៀតហើយបច្ចុប្បន្ននេះយើងឃើញថាតំបន់រុនតាឯកដែលជាតំបន់អភិវឌ្ឍថ្មីនេះគឺคล้ายទៅជាទីក្រុងមួយទៅហើយដែលកំពុងមានការអភិវឌ្ឍរីកចម្រើនហើយអនាគតក៏នឹងអាចคล้ายទៅជាកន្លែងទេសចរដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅតំបន់ស្រុកបន្ទាយស្រីនៃខេត្តសៀមរាបនេះផងដែរអរគុណសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនៅនេះកញ្ញាដែលបានតាមដានទស្សនានៅកម្មវិធីនេះតាំងពីដើមរហូតដល់ចប់នៅឱកាសក្រោយខ្ញុំបាទនឹងមានប្រធានបទថ្មីបន្ថែមទៀតមកជម្រាបជូនសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា